បងប្អូនណាខ្លះដែលមានបងប្អូនឪពុកម្ដាយហើយរស់នៅបែកពីគ្នាអញ្ចឹងពេលវេលាដែលយើងអាចជួបគ្នាគឺនៅថ្ងៃឈប់សម្រាកឬក៏ថ្ងៃបុណ្យទានថ្ងៃចូលឆ្នាំគឺជាពេលវេលាមួយដែលយើងបានជួបជុំគ្នាដោយសារគឺជាពេលវេលាទំនេរពីការងារតើឥឡូវបងប្អូនទាំងអស់គ្នាទៅមើលប្លុកខ្ញុំទៅលេងម៉ាក់របស់ខ្ញុំនៅទីក្រុងភ្នំពេញហើយនឹងប្អូនរបស់ខ្ញុំគឺជាអ្នកខេត្តសៀមរាបអញ្ចឹងនៅពេលដែលបុណ្យចូលឆ្នាំខ្មែរឬក៏បុណ្យទានម្ដងគឺខ្ញុំទៅលេងបងប្អូននិងម្ដាយរបស់ខ្ញុំនៅទីក្រុងភ្នំពេញប៉ុន្តែជួនពេលខ្លះក៏ពួកគាត់មកលេងខ្ញុំនៅសៀមរាបដែរនេះគឺជាដំណើរកម្សាន្តរបស់ខ្ញុំទៅលេងទីក្រុងភ្នំពេញផាត2គឺផ្នែកទី2អ្នកទាំងអស់គ្នាផ្នែកទី1ខ្ញុំបានចេញវីដេអូរួចហើយនេះគឺជាថ្ងៃទី2របស់ខ្ញុំដែលទៅលេងនៅរមណីយដ្ឋានសំរោងគឺថ្ងៃចូលឆ្នាំទី2គឺជាពេលវេលាមួយដែលមានអាកាសធាតុក្តៅប៉ុន្តែក៏ទោះបីយ៉ាងណាក៏បងប្អូនមីងអីហ្នឹងក៏គាត់នៅតែឆ្លៀតពេលដើរលេងលំហែកាយខ្លះហើយទេសភាពនៅភូមិសំរោងនេះគឺសម្រស់គេស្អាតមែនតែនទោះបីជាថ្ងៃក្តៅក៏ដោយក៏ទេសភាពស្អាតមានទឹកហើយនឹងមានជាផ្ទះស្នាក់លំហែហើយបន្ទាប់ពីញ៉ាំបាយនៅរមណីយដ្ឋានសំរោងនេះហើយក៏ពួកខ្ញុំពេលល្ងាចហ្នឹងក៏ទៅដើរលេងនៅមាត់ទន្លេទៀតដើម្បីកុំឲ្យខាតពេលវេលាហើយនឹងដើម្បីបង្កើនការស្និទ្ធស្នាលនិងជួបជុំគ្នានេះគឺយើងទៅលេងនៅត្រើយម្ខាងនៅមាត់ទន្លេណាបងប្អូនទាំងអស់គ្នាអញ្ចឹងយើងក៏បានទិញនំប៉័ងទិញអីយកទៅអង្គុយញ៉ាំមកលំហែកាយស្រូបយកអាកាសធាតុខ្យល់ទន្លេហើយនឹងវីតាមីន D នៅពេលល្ងាចពិតជាសប្បាយរីករាយមែនតើនៅពេលដែលយើងមានពេលវេលាជួបជុំបងប្អូនរបស់យើងហើយបន្តមកទៀតគឺថ្ងៃទី3គឺខ្ញុំបានទៅវត្តអ្នកទាំងអស់គ្នានិយាយទៅវីដេអូនេះខ្ញុំថតកាត់តិចទេថ្ងៃទី1ទី2ទី3អីខ្ញុំកាត់តិចថារយៈពេលប្រហែលថ្ងៃហ្នឹងគឺខ្ញុំធ្វើអីខ្លះជាមួយបងប្អូននិងម្ដាយរបស់ខ្ញុំនេះគឺយើងទៅវត្តដើម្បីដាក់បាតលោកហើយនេះគឺជាថ្ងៃចូលឆ្នាំទី3ណាបងប្អូនទាំងអស់គ្នាហើយក្មួយខ្ញុំនេះគឺគាត់ចេះណាទាំងពីរអ្នកនឹងគឺខ្ជូតទៀតហើយបន្តមកទៀតគឺថ្ងៃចុងក្រោយហ្នឹងគឺខ្ញុំត្រឡប់មកសៀមរាបវិញហើយគឺខ្ញុំជិះឡានដែលគេ free អ្នកទាំងអស់គ្នាសប្បាយមួយយ៉ាងជិះឡានហ្នឹងនិយាយទៅទលាយហើយក៏ម៉ាស៊ីនត្រជាក់គេហ្នឹងក៏ត្រជាក់នេះគឺជាបទពិសោធន៍ថ្មីរបស់ខ្ញុំណាបន្ទាប់ពីយើងជិះឡានបានរយៈពេលប្រហែលទៅ 3-4 ម៉ោងហើយក៏គេឈប់ឲ្យយើងទិញអីញ៉ាំឬក៏យើងចង់ញ៉ាំបាយញ៉ាំអីហ្នឹងក៏យើងញ៉ាំទៅយើងមកដល់ញ៉ាំបាយញ៉ាំអីអញ្ចឹងខ្ញុំក៏ទិញនំទិញអីតិចតួចញ៉ាំតាមឡានគឺខ្ញុំអត់បានឃ្លានបាយទេអញ្ចឹងមួយកូនមួយអីហ្នឹងញ៉ាំពងទាហើយញ៉ាំតិចតួចហ្នឹងក៏ឆ្អែតឥឡូវយើងមកដល់សៀមរាបវិញហើយមកដល់សៀមរាបនេះគឺគេឈប់នៅកន្លែងខ្យងយូអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំ